អំណានរឿងក្មេងកំព្រានិងព្រះចៅផែនដីការដើមឡើយមានកុមារម្នាក់អាយុ15ឆ្នាំជាក្មេងកំព្រាឥតមានមាតាបិតារក្សាក្មេងនោះទៅនៅដោយសាររោងនាយពិសេសគឺរោងសម្រាប់ធ្វើក្រយ៉ាស្ងោយថ្វាយស្ដេចឯនាយពិសេសក៏អាណិតមេត្តាឲ្យក្មេងនោះនៅហើយប្រាឲ្យលាងចានលាងថាសជូតសមស្លាបព្រាដោយឲ្យកម្រៃក្នុងមួយខែជាប្រាក់ពី5ទៅ6កាក់ល្មមជាសហួយបានក្មេងនោះឧស្សាហ៍ធ្វើការក្នុងមុខការរបស់ខ្លួនណាស់ហើយបានប្រាក់តែរខែរៀងមកឯព្រះចៅផែនដីរាល់ពេលដែលស្ដេចបានយាងមកទូតការក្នុងរោងពិសេសទ្រង់បានយល់ក្មេងធ្វើការស៊ីឈ្នួលលាងចាននោះរឿយៗថ្ងៃមួយស្ដេចទ្រង់យាងមករោងពិសេសយល់កូនក្មេងកំពុងតែលាងចាននៅខាងក្រៅរោងស្ដេចត្រាស់សួរចៅឯងស៊ីឈ្នួលលាងចានសប្តាហ៍ថ្ងៃនេះបានប្រាក់ប្រមាណហើយក្មេងនោះឆ្លើយសប្តាហ៍ថ្ងៃនេះខ្ញុំមានប្រាក់ស្មើគ្នានឹងស្ដេចផែនដីស្ដេចត្រាស់ការដែលរកស៊ីឈ្នួលគេក្នុងលោកនេះការស៊ីឈ្នួលលាងចានជាការងារទុនទាបម្ដេចចៅឯងស្ដីអួតថាខ្លួនមានសម្បត្តិស្មើនឹងយើងជាម្ចាស់ផែនដីផ្ទៃក្រោមនេះក្មេងនោះក៏អធិប្បាយខ្ញុំស៊ីឈ្នួលគេសប្តាហ៍ថ្ងៃនេះពិតមែនក្នុងមួយខែគេឲ្យ5ទៅ6កាក់តែការដែលទទួលទានបាយក៏ត្រឹមមួយឆ្អែតទទួលទានដំណេកក៏ត្រឹមតែមួយពេលឯស្ដេចដែលមានសម្បត្តិច្រើនរាប់មិនអស់នោះសោតក្នុងមួយថ្ងៃក៏គង់សោយព្រះក្រយ៉ាស្ងោយត្រឹមតែមួយឆ្អែតដូចគ្នាមិនដែលសោយឲ្យលើសអំពីនោះទេការដែលទ្រង់ផ្ទុំសោតក៏ទ្រង់ផ្ទុំត្រឹមមួយពេលដូចគ្នាមិនដែលផ្ទុំឲ្យលើសពីនោះក៏ទេដែរហេតុនោះទើបទូបង្គំយល់ថាខ្លួនទូបង្គំមានសម្បត្តិស្មើនឹងម្ចាស់ផែនដីដែរឯមហាក្សត្រាធិបតីបានស្ដាប់ពាក្យក្មេងអធិប្បាយប្រាប់ហេតុដែលយកមួយឆ្អែតជាប្រមាណដូច្នោះហើយក៏ទ្រង់យល់ថាពិតជាប្រកបណាស់ទ្រង់ពិចារណាមើលហេតុផលទៅក៏ពុំមានខុសអំពីគ្នាគឺអ្នកក្រក៏ស៊ីត្រឹមមួយឆ្អែតអ្នកមានក៏ស៊ីត្រឹមមួយឆ្អែតដូចគ្នាស្ដេចមានហឫទ័យស្រឡាញ់ពាក្យក្មេងនោះក្រៃពេកទើបទ្រង់ប្រទានមាសប្រាក់សម្ពុតខោអាវឲ្យទៅក្មេងនោះហើយទ្រង់ចារឹកពាក្យក្មេងនោះថាពាក្យអ្នកប្រាជ្ញក្នុងលោកនេះដកស្រង់នឹងកែសម្រួលពីគតិលោកភាគ2ទំព័រទី95ដល់98